ស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមណែនាំពីការប្រើប្រាស់ variable នៅក្នុង Ruby SketchUp ជាដំបូងនេះគឺយើងត្រូវមាន window compiler មួយសម្រាប់ខ្ញុំគឺខ្ញុំប្រើ Ruby Code Editor window compiler នេះយើងអាចចូលទៅ download យើងអាចចូលទៅក្នុង download នៅក្នុង extension warehouse យើងបង្កើត account មួយមកបើយើងបង្កើត account មួយស្រួលទេមាន Gmail មួយបង្កើតបានណាហើយបន្តមកទៀតយើងវាយ search យើងវាយថា Ruby យើងវាយប៉ុណ្ណឹងមកនេះវាឲ្យនេះ Ruby Code Editor free អាហ្នឹងបន្ទាប់មកយើងចូលទៅ install វាយើង install មក is okay បាទអត់ពិបាកទេអាហ្នឹងបន្តមកទៀតគឺយើងអាចប្រើ Visual Studio Code នេះក៏បានដែរអានេះគឺ Visual Studio Code អានេះយើងពេលដែលយើង download ដល់ setup គឺវាអត់មាន Ruby ទេអញ្ចឹងយើងអាចទៅ download extension ណាយើងទៅ download extension Ruby ហ្នឹងយកមក install នៅក្នុង Visual Studio Code ទៅបានវា compile បានប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំប្រើជាមួយនឹង Ruby Code Editor នេះដោយសារវា support មួយ SketchUp មកច្រើនអញ្ចឹងអូខេឥឡូវនេះយើងមកស្គាល់អំពី constant នៅក្នុងយើង delete ចោលណា constant នៅក្នុង Ruby constant គឺជាចំនួនថេរដែរ constant ណា constant គឺជាចំនួនថេរហ្នឹងវាដូចជា pi អីចឹង pi 3/14 អញ្ចឹងយើងអាចទៅរក pi បានដោយសារប្រើជាមួយ module math ជា module មួយអញ្ចឹងយើងវាយមក m ធំមក n ធំ math ហើយចុច2ដងមក pi បាទយើងចុច compile មកគឺបាន3/15 ជាចំនួនថេរគឺវានៅក្នុង module math ណាវានៅក្នុង module math ឧទាហរណ៍មួយទៀតដូចជា math.e 2/7 ណាយើង enter មកអត់សំទោសវាយើង compile មកគឺយើងបាន 2/7182 នេះគឺជា constant អូខេឥឡូវយើងមកស្គាល់ integer គឺជាចំនួនគត់មានដូចជា5អញ្ចឹង7អីហ្នឹងឲ្យចំនួនគត់អាហ្នឹងគឺជា integer មួយទៀតfloat ជាចំនួនទស្សភាគឧទាហរណ៍ដូចជា 12/0 ដូចជា 5/9 អីចឹងនិយាយឲ្យតែវាគឺជា float ហើយនេះគឺស្រួលសម្រាប់អ្នករៀន program ស្រាប់តែសម្រាប់វិស្វករដែលអត់បានឆ្លងកាត់ program គឺប្លែកមិនប្លែកអីលើពីយើងចេះទេហើយមួយទៀតសម្រាប់ arithmetic operation មានន័យថាប្រមាណវិធីគណិតវិទ្យា arithmetic operation គឺមានបូកណាគឺមានបូកខ្ញុំដាក់មុខវាចោលទេចាកុំឲ្យពិបាកមើលមានបូកមានដកមានគុណមានចែកមានmodulo សញ្ញាភាគរយនោះគឺមានស្វ័យគុណអញ្ចឹង operation សំខាន់គឺមាន6ហ្នឹងអ្វីដែលទាំងអស់គ្នាបានស្គាល់មកបូកដកគុណចែកស្វ័យគុណអីហ្នឹងគឺស្គាល់អស់ដែរគឺមានតែ modulo ផ្លែកតិច modulo មានន័យអញ្ចឹង modulo មានន័យថាជាសំណល់នៃផលចែកខ្ញុំឧទាហរណ៍ចេះឧទាហរណ៍ថាម៉ានថា9 modulo ម៉ានថា modulo 2អញ្ចឹងណា
modulo 2យើងរានមកគឺបាន1ហ្នឹងដោយសារអញ្ចេះដោយសារ9ដក1ចេញវាស្មើនឹង8ហើយ8ហ្នឹងគឺវាចែកដាច់នឹង2មានន័យថាចែកដាច់គត់ត្មងអញ្ចឹងគឺ1ហ្នឹងគឺជាលទ្ធផលនៃ modulo 9 modulo 2អញ្ចឹងបាទអញ្ចឹងមួយទៀតយើងមកស្គាល់អំពីរង្វាស់ប្រវែងណារង្វាស់ប្រវែងនៅក្នុង SketchUp គឺ inch ណាហើយមួយទៀតមុំគឺជា radian បាទជា radian ណាមុំគឺ radian មួយទៀតយើងមកស្គាល់ពី boolean បាទ boolean គឺអីគេហើយ boolean គឺជា true and false មានន័យថាពិតឬមិនពិតហ្នឹងគឺ boolean ខ្ញុំឧទាហរណ៍ចេះឧទាហរណ៍ថា5តូចជាង3ពិតអត់គឺអត់ពិតទេមែនអត់អញ្ចឹងយើង compile មើលអូអត់មានអីត្រូវចាំថាបើសម្រាប់នៅក្នុងVisual Studio Code គឺចេញលទ្ធផលប៉ុន្តែសម្រាប់នៅក្នុង Ruby Code Editor SketchUp យើងឲ្យចេញជាលទ្ធផលសម្រាប់មើលគឺយើងប្រើ class យើងក្តោបវាទាំងអស់មកយើងចុច .class ណា .class ចឹងចុចមកគឺចេញ file class អញ្ចឹងមានន័យថា5ទៅជាង3គឺអត់ពិត file ហ្នឹងគឺអត់ពិតឧទាហរណ៍មួយទៀតឧទាហរណ៍ថា7បូក6ធំជាង5ឧទាហរណ៍អញ្ចឹងហើយ .class យើង return នោះបានគេហៅ true class មានន័យថា7បូក6ពិតជាធំជាង5ហ្នឹងអាហ្នឹងគឺជា boolean មួយទៀតគឺ string បាទគឺ string អ្វីជា string គឺជាអក្សរនៅក្នុងភាសា C អីបើអក្សរមួយម៉ាត់វាជា character ដល់ពេលអក្សរច្រើនវាទៅជា string ប៉ុន្តែនៅក្នុង Ruby គឺអ្វីគឺជា class ទាំងអស់ string ក៏ជា string class ដែរអញ្ចឹងទោះជាអក្សរមួយក៏នៅតែ string ដែរអញ្ចឹងទម្រង់ string គឺយើងដាក់ឲ្យ quote ហើយយើងសរសេរមកឧទាហរណ៍ថា hello world អញ្ចឹងយើង return មកគឺ hello world ទម្រង់ string ហើយ string ហ្នឹងក៏មានប្រមាណវិធីដែរយើងអាចថា hello world ឬអាចថាអញ្ចឹងក៏បានដែរ hello បូកនឹង world អីចឹងបានណា hello បូកនឹង world អាហ្នឹងយើង return មកគឺ hello world ហើយជាប់គ្នា link អត់មាន space ដោយសារ space ហ្នឹងក៏ជាទិន្នន័យដែរវាក៏ជាទិន្នន័យដែរគឺ space ហ្នឹងហើយគឺទិន្នន័យ space អញ្ចឹងយើងអាចបូកជាមួយ space ទៀតមកយើងបូកនៅក្នុងចន្លោះ double quote ហ្នឹងយើង space មួយមក space ណាអានេះ space ហ្មងក៏នៅតែបូកណាតែចាំតែយើង space ហ្មងក៏នៅតែវាទៅជាលក្ខណៈបូកអ្វីដែលវាមានទិន្នន័យគឺនៅក្នុង double quote វាជា string យើង return នោះគឺមាន space មួយទៀតយើងចង់ឲ្យប្រមាណវិធីហ្នឹងទៅជាគុណអញ្ចឹងយើងអាចយើងតេស្តមកចេះ hello world ឲ្យយើងគុណមកយើងក្តោបទាំងអស់ឲ្យយើងគុណនឹង3អញ្ចឹងតើវាចេញអីវិញហ៎ hello world 3ដងអញ្ចឹងអត់ទៅចែកអាហ្នឹងចាក់ការ testing បាទ
សម្រាប់ variable នៅក្នុង lesson 2 នេះគឺយើងស្គាល់ប៉ុណ្្នឹងសិនបាទសូមអរគុណ